នេះជាឯកសារដែលអ្នកត្រូវការសាច់អីគ្មានអីទេខ្ញុំទៅមុនហើយនេះជាលើកទី1ហើយដែលខ្ញុំឃើញលោកនាយក Shen នៅផ្ទះនេះជំនួយការ Shen លោកស្រី Shen ខ្ញុំមកយកឯកសារជូនលោកនាយក Shen អរគុណច្រើនហេតុអីមិនអង្គុយលេងបន្តិចទៀតទៅលោកនាយក Shen រវល់ណាស់ខ្ញុំសូមលាទៅមុនហើយមិនឆ្ងល់ទេបានជាជំនួយការ Shen ប្រញាប់ទៅតែនេះយ៉ាងម៉េចដែរស្អាតទេប៉ាសង្ហាអីក៏ស្អាតដែរអូម៉ាក់ក៏ភោជនីយដ្ឋានសម្រាប់ល្ងាចនេះហើយកូនទៅត្រង់នឹងតែម្ដងក្រោយចេញពីធ្វើការបានប៉ាទៅធ្វើការហើយនៅផ្ទះល្អណាស់បើកបរប្រយ័ត្នវ៉ាន់យើងទៅដល់លេងខាងក្រៅបន្តិចសុំទិញរបស់របរជូនកូននិងឆៃវិនផងមិនបាច់ទេលុយយើងទិញច្រើនណាស់ទៅហើយនោះជារបស់គាត់អ្វីដែលខ្ញុំទិញគឺទឹកចិត្តរបស់ខ្ញុំឆាប់ឡើងឥឡូវយើងទៅយាយខ្ញុំចង់ទិញប្រដាប់ក្មេងលេងថ្មីបានឆៃវិនចូលចិត្តជាការស្រេចយាយនឹងនាំកូនទៅទិញខ្ចប់របស់ទាំងអស់ដែលនាងយើងទៅកំង60សិនរងចាំលូយានមកដល់គឺល្មមតែម្ដងឡម៉ាក់ប៉ាហេតុអីមិនទាន់មកខ្ញុំឃ្លានបាត់ហើយប៉ាកំពុងតែមកតាមផ្លូវហើយមើលប៉ាមកហើយបើប៉ាយឺតទៀតខ្ញុំនឹងឃ្លានស្លាប់ហើយកូនសម្លាញ់អត់ធ្មត់ណាស់មកហូបគ្រប់មុខហើយអង្គុយចុះហើយនិយាយគ្នាដោយស្ងាត់ស្ងៀមប៉ាខ្ញុំចង់ញ៉ាំដំឡូងបារាំងបំពង់សាច់ជ្រូកខ្វៃដែលកូនចូលចិត្តនេះជាមុខម្ហូបពិសេសរបស់ហាងនេះសាកមើលទៅប្រូតេអ៊ីនខ្ពស់ញ៉ាំឲ្យបានច្រើនទៅរាល់ថ្ងៃត្រូវមើលប៉ាម៉ាក់លេបខែគ្នា